បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងមកធ្វើការបង្ហាញអំពីសកម្មភាពបាទបងប្អូនក៏ដូចជាទស្សនវិជ្ជាបាទនៃការធ្វើដំណើរបាទទៅកាន់មង្គលរដ្ឋីសែនជ័យបន្តទៀតហើយបងប្អូនបាទអញ្ចឹងឥឡូវនេះយើងឈានចូលមកដល់បាទខ្លោងទ្វារនៃច្រកចូលបាទភ្នំមង្គលរដ្ឋីសែនជ័យហើយបាទអញ្ចឹងសម្រាប់បងសន្តិសុខនៅទីនេះគឺគាត់បានធ្វើបាទចរាចរណ៍ដូចជាសម្រួលបាទឲ្យបងប្អូនយើងធ្វើដំណើរបានដោយយ៉ាងសុវត្ថិភាពបាទដោយមិនឲ្យមានការកកស្ទះទេគឺឲ្យនៅបាទតម្រង់ជួរគ្នាតែម្ដងបាទសម្រាប់ម៉ូតូឲ្យអែបទៅខាងស្ដាំបាទសម្រាប់ឡានគឺឲ្យតម្រង់ជួរគ្នាតែម្ដងបាទហ្នឹងហើយអញ្ចឹងនោះគឺជាច្រកចូលបាទភ្នំមង្គលរដ្ឋីសែនជ័យហើយគឺជាកន្លែងដែលយើងត្រូវបង់លុយថ្លៃឡានថ្លៃម៉ូតូហើយបាទអញ្ចឹងសម្រាប់បងប្អូនបាទបងម៉ូតូគឺបងប្អូនទៅខាងស្ដាំដៃសម្រាប់ឡានគឺយើងទៅត្រង់បាទហ្នឹងហើយអញ្ចឹងថ្ងៃនេះរៀងមានការកកស្ទះខ្លាំងតិចដោយសារតែមនុស្សច្រើនមែនទែនបងប្អូនដូចដែលបងប្អូនបានឃើញបាទមិនមែនលំមិនមែននេះទេកន្លែងនេះបាទសម្រាប់អ្នកកំពង់ស្ពឺអ្នកណាក៏ចង់មកអ្នកណាក៏ចង់ស្គាល់ដែរហើយសម្រាប់អ្នកខេត្តផ្សេងខ្ញុំក៏ជឿជាក់ថាប្រកាសជាចង់មកចង់ស្គាល់ដូចគ្នាបាទដោយសារនៅទីនេះបាទមានកន្លែងថតរូបស្អាតមានកន្លែងដើរលេងច្រើនក៏ដូចជាមាននៅកន្លែងជិះកូនឡានប៉ណ្ណាំងមានបាទជិះជាមួយនឹងបាទឡូរីក្រោមភ្នំក្រោមអីមួយសេតតែម្ដងហើយយើងមានជិះទេសៈមានជិះឡានតូចដើរមើលបាទដើរទេសចរនៅក្នុងនេះផ្ទាល់តែម្ដងក៏មាននិយាយទៅមានគ្រប់សពបែបយ៉ាងនៅក្នុងនេះបាទហើយមានទាំងសัตว์មានទាំងបាទអីផ្សេងកន្លែងកំសាន្តមានទាំងដំណាំផ្លែឈើក្រូចឆ្មាក្រូចខ្លុងស្វាយម្នាស់ស្អីផ្សេងច្រើនមែនតើបាទសឹងថាយើងមើលឬក៏ដើរមិនអស់ណាបងប្អូនបាទអញ្ចឹងនេះហើយគឺជាទស្សនវិជ្ជាបដានៃបរិវេណមង្គលរដ្ឋីនឹងឯងនេះគាត់ថាចូលផុតបាទកន្លែងបងលុយគឺចូលមកគឺថាឃើញភាពស្អាតបាទហើយបងប្អូនបាទអញ្ចឹងតម្រុំទៅមុខទៀតមិនដឹងថាស្អាតប៉ុណ្ណាទេបាទហើយនេះខ្ញុំថតចេញពីក្នុងឡានផងបាទអញ្ចឹងទេសភាពវារៀងអ៊ូអាប់បន្តិចហើយមួយយ៉ាងបាទកាមេរ៉ាថតរបស់ខ្ញុំនេះគឺខ្ញុំថតដោយទូរស័ព្ទទេអញ្ចឹងមិនសូវតែជាក់ភ្នែកណាបើសិនជាបងប្អូនយើងបាទដាក់កាមេរ៉ាថតអីណានៃតាមនឹងបាទកាមេរ៉ាថ្លៃវិញខ្ញុំជឿជាក់ថាទេសភាពដឹងតែកប់តែម្ដងបាទគ្រាន់តែបងប្អូនឃើញនៅក្នុងវីដេអូបងប្អូនចង់មកលេងមកបាទហ្នឹងហើយអញ្ចឹងឥឡូវដោយសារមានឡានអីច្រើនអញ្ចឹងមានការកកស្ទះបន្តិចគេឲ្យយើងរងចាំក៏ពិតយើងបងលុយហើយប៉ុន្តែមិញបងសន្តិសុខនោះគាត់បញ្ជាចរាចរណ៍ខុសឲ្យយើងចូលមកកន្លងនេះដល់ពេលចូលមកកន្លងនេះមកជាប់បណ្ដោយជាប់អ្នកបងលុយនៅមុខច្រើនណាបាទអញ្ចឹងយើងក៏មានអីទេមានតែរងចាំសិនទៅមិនយើងជ្រុលខ្លួនមកហើយបាទតែបន្តិចទៀតយើងបានទៅផុតហើយបាទអូខេអញ្ចឹងទស្សនវិជ្ជានេះខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាបាទពេញចិត្តក៏ដូចជាបានឃើញហើយនឹងបាទអាចនឹងចង់មកលេងបើសិនជាមានពេលទំនេរបងប្អូនអាចមកលេងបានវាយ location ទៅពេលដែលមកដល់ទីរួមខេត្តកំពង់ស្ពឺឬក៏ជិះមកពីណាក៏បានដែរព្រោះឥឡូវយើងមាន location យើងមាន map មានអីណាយើងគ្រាន់តែវាយមង្គលរដ្ឋីសែនជ័យទៅគឺវានឹង load បាទទិសដៅនាំផ្លូវទៅតាមទីតាំងជាក់ស្ដែងរបស់បងប្អូនហើយបាទហើយបងប្អូនមិនចេះមើល map ទេអានឹងរកអ្នកណាដែលស្គាល់ម្នាក់ឲ្យជូនឲ្យអីចឹងទៅណាបាទហើយសម្រាប់ការប្រើប្រាស់ចូលនៅក្នុងនេះសម្រាប់ម៉ូតូមួយត្រឹមតែ 5000 រៀលទេបាទហើយសម្រាប់ឡានគ្រប់ប្រភេទគឺត្រឹមតែ 15000 រៀលទេបាទអញ្ចឹងបងប្អូនអាចចូលលេងកំសាន្តដោយសេរីនៅក្នុងនេះហើយបាទប៉ុន្តែពេលដែលមកក៏ភ្លេចទិញចំណីចំណុកអាហារហូបចុកអីមកផងបើមិនសូវចង់អស់លុយច្រើនណាបាទប៉ុន្តែមិនមែនថានៅក្នុងនេះគេអត់មានលក់ទេគឺមានបាទនៅក្នុងកន្លែងគេដើរលេងគៀនសួនសត្វគៀនកន្លែងណាក៏មានអីលក់ដែរបងប្អូនហើយតម្លៃគឺអត់ថ្លៃទេដូចតែនៅខាងក្រៅដែរទេភេសជ្ជៈមកកំប៉ុង 2500 ដូចតែគ្នាទេកាហ្វេមួយកែវ 3-4000 ដូចតែគ្នាទេអញ្ចឹងបងប្អូនសម្រាប់ចិត្តទិញមកតាមផ្លូវហើយឬក៏មកទិញនៅក្នុងនេះក៏អត់ជាបញ្ហាអីដែរបាទប៉ុន្តែសម្រាប់បាយទឹកអីអាចថាតម្លៃវារៀងខុសបាទនៅខាងក្រៅតិចប៉ុន្តែសម្រាប់បងប្អូនដែលធូរធារមានលុយច្រើនអីអត់ខ្វល់ទេប៉ុណ្ណេះ
គឺថាដឹងតែឆ្ងាញ់មាត់របស់គាត់ហើយបាទហើយសម្រាប់ម្ហូបចង់បានស្អីក៏មានដែរសត្វព្រៃសត្វមិនព្រៃអីគឺមានទាំងអស់នៅក្នុងនេះបាទអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្្នឹងសិន